ជំរាបសួរថ្ងៃនេះខ្ញុំសូមបង្ហាញរបៀបធ្វើដំណាប់ផ្លែរំដេញឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយទុកបានយូរទៀតផងបាននិយាយពីផ្លែរំដេញគ្រប់គ្នាច្បាស់ជាគិតដល់ការយកផ្លែវាទៅដំហើយត្រាំនៅក្នុងទឹកស្ករហើយប្រឡាក់ជាមួយអំបិលម្ទេសជាមិនខានឬក៏យកផ្លែស្រស់វាទៅញ៉ាំជាមួយនឹងអំបិលម្ទេសក៏មានដែរឥឡូវនេះខ្ញុំយកផ្លែរំដេញឆូតទៀតដើម្បីឲ្យមានមុខហើយរំដេញ1គីឡូ2ខាំនេះខ្ញុំដាក់ស្ករ6ខាំចូលដាក់ស្ករចូលហើយច្របល់ឲ្យសព្វគ្របវាទុករយៈពេល1យប់ក្រោយមកពេលនេះខ្ញុំបើកគម្របឃើញថាស្កររលាយចូលទៅក្នុងផ្លែរំដេញបានល្អនាងខ្ញុំកូរច្របល់បន្តិចបន្ទាប់មកត្រងយកទឹកស្ករចេញយកផ្លែរំដេញទៅចំហុយរយៈពេល10នាទីពេលបើកគម្របម្ដងទៀតឃើញថារំដេញរបស់នាងខ្ញុំគឺស្វិតល្អហើយនាងខ្ញុំយកវាទៅត្រាំនៅក្នុងទឹកស្ករម្ដងទៀតគ្របឲ្យជិតទុករយៈពេល1យប់ទៀត1យប់ក្រោយមកពេលនាងខ្ញុំបើកគឺឃើញថារំដេញកាន់តែស្វិតល្អហើយជាតិល្វីងក៏កាន់តែបាត់ទៅដែរត្រងទឹកស្ករយកទៅរំងាស់ឲ្យរាងខាប់ល្អបន្ទាប់មកចាក់ផ្លែរំដេញចូលបន្ថែមអំបិលបន្តិចហើយនិងម្ទេសហុយបន្តិចកូរផ្លែរំដេញរហូតដល់តែចូលជាតិជាមួយនឹងទឹកស្ករហើយរាងខាស់អាចលើកវាចុះបានហើយយកទៅដាក់ពង្រាយនៅលើថាសដែកយកវាទៅហាលរយៈពេល2ថ្ងៃទើបស្ងួតល្អនេះគឺជាដំណាប់រំដេញដែលនាងខ្ញុំហាលរយៈពេល2ថ្ងៃរសជាតិគឺថាឆ្ងាញ់សាច់វាស្វិតល្អឥតមានជាតិល្វីងទេគឺជូរផ្អែមសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់